អ្វីដែលយើងបានរៀនសូត្រពីបទពិសោធន៍ជីវិតបានបង្រៀនយើងថាយើងមិនអាចគ្រប់គ្រងភាពស្មោះត្រង់របស់នរណាម្នាក់បានឡើយមិនថាយើងជាមនុស្សស្មោះត្រង់ចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយក៏វាមិនបានន័យថាគេនឹងធ្វើល្អហើយស្មោះត្រង់ចំពោះយើងវិញដោយដែលយើងតែងតែធ្លាប់បានធ្វើចំពោះគេនោះទេមិនថាយើងបានផ្ដល់តម្លៃដល់នរណាម្នាក់ច្រើនលើសលប់ប៉ុណ្ណាក៏ដោយក៏វាមិនមានន័យថាគេនឹងផ្ដល់តម្លៃចំពោះយើងដូចអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេជួនកាលមនុស្សដែលយើងស្រឡាញ់និងទុកចិត្តខ្លាំងបំផុតក៏គឺជាមនុស្សតែម្នាក់ដែលបានបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់វាគឺដូចជាការសាកល្បងភ្លុកនៅរសជាតិនៃទំនាក់ទំនងនោះអីចឹងដូច្នេះគ្រាន់តែរាប់អានគ្នាធម្មតាគឺបានហើយមិនចាំបាច់ស្រឡាញ់ខ្លាំងលើសលប់ពេកស្មោះត្រង់ហួសហេតុពេកឲ្យតម្លៃជ្រុលពេកគោរពខ្លាំងពេកឬក៏ថាមានចិត្តរំពឹងពីគេខ្លាំងពេកក៏ពុំចាំបាច់ដែរទំនាក់ទំនងកាន់តែជ្រៅដំបៅក៏កាន់តែឈឺពីព្រោះទំនុកចិត្តដែលយើងបង់ចូលទៅក្នុងទំនាក់ទំនងមួយបើវារលាយអស់ទៅហើយវាក៏នឹងធ្វើឲ្យយើងឈឺចាប់កាន់តែខ្លាំងមនុស្សយើងអាចនិយាយបានថានៅក្នុងទំនាក់ទំនងមួយវានឹងរីកចម្រើនទៅមុខឬក៏ត្រូវធ្លាក់ចុះគឺស្ថិតនៅលើទំនុកចិត្តនេះឯងយើងត្រូវមានភាពស្មោះត្រង់ប៉ុន្តែមិនមែនបានន័យថាល្ងងនោះទេយើងត្រូវជឿជាក់ប៉ុន្តែមិនមែនបានន័យថាជឿងប់ងល់នោះទេមនុស្សដែលអាចសម្លាប់យើងបានដោយងាយគឺមនុស្សដែលយើងតែងតែជឿទុកចិត្តខ្លាំងជ្រុលនឹងឯងវាមិនពិបាកទេដែលត្រូវរកមនុស្សមកអង្គុយស្ដាប់យើងនិយាយរឿងរ៉ាវប្រាប់ប៉ុន្តែមនុស្សដែលកម្របំផុតនៅក្នុងជីវិតគឺមនុស្សដែលអាចយល់បានពីភាពស្ងៀមស្ងាត់របស់យើងឆ្លងកាត់តាមការរស់នៅអស់រយៈពេល10ឆ្នាំពី3ដងខ្ញុំក៏បានរៀនសូត្រពីជីវិតបានខ្លះៗនៅក្នុងស្ថានភាពដែលយើងលំបាកបំផុតវាគឺជាពេលវេលាមួយដ៏ល្អបំផុតដើម្បីពិសោធន៍ឲ្យយើងឃើញថាតើនរណាដែលពិតជាស្រឡាញ់យើងខ្លាំងបំផុតហើយនរណាដែលគ្រាន់តែត្រូវការយើងដើម្បីគ្រាន់តែទាញយកផលប្រយោជន៍ពេលយើងជោគជ័យមិនខ្វះទេមនុស្សដែលមកស្គាល់យើងប៉ុន្តែបើសួរថាតើមានមនុស្សប៉ុន្មាននាក់ដែលមកជួយជ្រោមជ្រែងយើងតាំងពីដំបូងរហូតមកចម្លើយគឺមានមិនច្រើនទេព្រោះវាអាចរាប់ត្រឹមតែម្រាមដៃក៏គ្រប់ដែរវាមិនសំខាន់ទេថាយើងបានស្គាល់មនុស្សច្រើនប៉ុណ្ណាប៉ុន្តែវាសំខាន់ថាតើមានមនុស្សប៉ុន្មាននាក់ដែលបានស្គាល់យើងវិញហើយនៅក្នុងការស្គាល់នេះយើងបានជួយគ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តគឺមិនមែនដើម្បីតែការកេងចំណេញលើគ្នានោះទេពេលឈឺទើបបានដឹងថាសុខភាពសំខាន់ប៉ុន្តែពេលនៅមានសុខភាពល្អក៏មិនដែលរវីរវល់ពេលដេកនៅលើគ្រែអ្នកជំងឺទើបដឹងថាយើងអាចចែករំលែកជាមួយអ្នកដទៃបានច្រើនហើយពួកគេក៏បានចែករំលែកជាមួយយើងបានច្រើនប៉ុន្តែនៅដំណាក់កាលដែលយើងដេកឈឺគ្មានអ្នកណាមកសុំគ្រែនេះដេកជាមួយយើងនោះទេពេលនៅរឹងមាំធ្វើការភ្លេចគិតពីសុខភាពប៉ុន្តែពេលសុខភាពចុះខ្សោយក៏ត្រូវយកប្រាក់ដែលខំប្រឹងរកសន្សំនោះមកព្យាបាលជំងឺអស់រលីងជីវិតមិនមែនជាការអង្គុយរាប់ចំនួនឆ្នាំដែលខ្លួនអាចរស់នៅបាននោះទេវាមិនមែនអាស្រ័យថាយើង